បាទឃើញថាឆ្នាំ2026នេះប្រទេសកម្ពុជារបស់យើងពាក់ព័ន្ធទៅនឹងរឿងឧក្រិដ្ឋកម្មឆបោកតាមអនឡាញឬក៏យើងនិយាយជាភាសាអង់គ្លេសថា online scam គឺមានការចាប់ជនជាតិខ្មែរក៏ដូចជាជនបរទេសជាច្រើនរូបហើយបើសិនជាជនបរទេសមួយចំនួនក៏បានបញ្ជូនទៅស្រុកកំណើតវិញជនបរទេសមួយចំនួនក៏ជាប់ពន្ធនាគារនៅស្រុកខ្មែររបស់យើងជាក់ស្ដែងដូចក្នុងថ្ងៃនេះដែរគឺមានករណីឃុំខ្លួនឧក្រិដ្ឋជនខ្មែរចិនចំនួន65នាក់ដាក់ពន្ធនាគារបណ្ដោះអាសន្នពាក់ព័ន្ធទៅនឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញឬក៏យើងហៅកាត់ថា online scam ចៅក្រមស៊ើបសួរសាលាដំបងរាជធានីភ្នំពេញលោកប៊ុនរតនៈនៅរសៀលថ្ងៃទី19ខែមីនាឆ្នាំ2026នេះបានចេញដីកាសម្រាប់ឃុំខ្លួនឧក្រិដ្ឋជនចំនួន65នាក់ដែលមានជនជាតិខ្មែរនិងជនជាតិចិនដាក់ពន្ធនាគារព្រៃសរបណ្ដោះអាសន្នពាក់ព័ន្ធទៅនឹងករណីឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឬក៏យើងហៅកាត់ថា online scam ជនជាប់ចោទទាំង65នាក់នោះក្នុងនោះមានខ្មែរចំនួន57នាក់មានស្រីចំនួន27នាក់និង30នាក់គឺជាមនុស្សប្រុសសរុប57នាក់ជនជាតិខ្មែរនិងជនជាតិចិនចំនួន8នាក់ត្រូវបានលោកសេងហៀងព្រះរាជអាជ្ញារងនៃអយការសាលាដំបងរាជធានីភ្នំពេញសម្រាប់ធ្វើការចោទប្រកាន់ពីបទឆបោកមានស្ថានទម្ងន់ទោសជាក្រុមមានការចាត់តាំងតាមបញ្ញត្តិ377និងមាត្រា380នៃក្រមព្រហ្មទណ្ឌដែលប្រព្រឹត្តទៅនៅប្រទេសកម្ពុជានៅកន្លែងផ្សេងទៀតកាលពីអំឡុងឆ្នាំ2025និង2026គួររំលឹកផងដែរថាជនល្មើសទាំង65នាក់ខាងលើត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញបើកប្រតិបត្តិការស្រាវជ្រាវចុះបង្ក្រាបនៅចំណុចខុនដូមួយកន្លែងយីហោ Golden One អគារលេខ41ជាន់ទី30ផ្លូវ360ភូមិ7សង្កាត់ទួលស្វាយព្រែកទី1ខណ្ឌបឹងកេងកងរាជធានីភ្នំពេញប្រតិបត្តិការនេះធ្វើឡើងក្រោមការដឹកនាំបញ្ជាផ្ទាល់ពីឯកឧត្តមខួងស្រេងអភិបាលរាជធានីភ្នំពេញនិងគណៈបញ្ជាការឯកភាពឯកឧត្តមជួននរិនអគ្គស្នងការរងនគរបាលជាតិហើយមន្ត្រីនគរបាលជំនាញបានបញ្ជាក់ប្រាប់ថាជនល្មើសទាំង65នាក់បានប្រើប្រាស់ប្រទេសកម្ពុជាប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធអនឡាញបច្ចេកវិទ្យាក្រោមរូបភាពអូសទាញលួងលោមដាក់ប្រាក់ឲ្យវិនិយោគคล้ายៗជាមួយនឹងជនរងគ្រោះជាជនបរទេសដែលកំពុងស្នាក់នៅឯបរទេស